ក្រោយដែលកាត់សម្រក់ខ្លាញ់ក្បាលពោះតារាកំ ប្លែងកាតូត្អូនខ្វះចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំ ប្លែងអ្នកនាងសុកច័ន្ទធីតាហៅកាត់កាតូអាចរកប្រាក់ចំណូលបានយ៉ាងច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែរថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវកាលម្ដងតារាកំ ប្លែងកាតូដែលច្រៀងកាត់សក់ក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយកាលពីឆ្នាំមុនទេជួបជាមួយតារាកំ ប្លែងអ្នកនាងកាតូកាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមួយទៅតែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំ ប្លែងអ្នកនាងកាតូបានទៅហាងកែសម្ផស្សមួយកន្លែងវាកាត់សម្រក់រឿងក្បាលពោះដើម្បីបានរៀងស្អាតគ្រប់ចិត្តស្វាមីអ្នកនាងកាតូបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគ្រប់ចិត្តស្វាមីផងនិងគ្រប់ចិត្តខ្លួនឯងផងសម័យនេះហើយតែខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនឲ្យបានដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះអ្នកនាងបានទៅវាងកាត់បងខ្លែងក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយកាលពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំ ប្លែងកាតូកំពុងបណ្ដុះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនពីព្រោះនាងមានដងខាងសិល្បៈដូចជាម្ដាយផងដែរតែទោះបីជាយ៉ាងណាអ្នកនាងកាតូចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានជ្រៅជ្រះជាមុនសិន